ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូ Part 2 ជាមួយនឹងខ្ញុំស្មីទីប្រឹក្សាផ្នែកលក់ប្រចាំនៅប៊ុនលីគម្រោងឯកហើយនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងធ្វើការជម្រាបជូនបងប្អូនទាំងអស់គ្នាលម្អិតតែម្ដងទៅលើការរចនាប័ទ្មខាងក្នុងក៏ដូចជាការដេក័ររបស់ Villa Ketsa ថាតើមានលក្ខណៈពិសេសអ្វីខ្លះពេលលោកអ្នកចូលមកកាន់ Ketsa Villa លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកកន្លែងទទួលភ្ញៀវនិងកន្លែងទទួលទានអាហារដោយការរចនាលុបជញ្ជាំងដែលមិនចាំបាច់ហើយបន្ថែមនៅសួនចំកណ្ដាលផ្ទះប្រៀបដូចជាការបង្កើតបេះដូងនៃផ្ទះនិងបំពាក់នៅកញ្ចក់ធំៗដែលធ្វើឲ្យខ្យល់អាកាសនិងពន្លឺធម្មជាតិចេញចូលផ្ទះបានគ្រប់គ្រាន់មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យលោកអ្នកមានទំនាក់ទំនងល្អនិងមានភាពស្និទ្ធស្នាលជាងមុនសម្រាប់ផ្ទះបាយវិញមានរហូតដល់ទៅ2ប្រភេទគឺផ្ទះបាយស្ងួតបែបខ្មែរនិងផ្ទះបាយសើមបែបអឺរ៉ុបចំណែកឯជាន់ទី1មាន3បន្ទប់បន្ទប់មេគ្រួសារបន្ទប់សមាជិកនិងបន្ទប់ការិយាល័យផ្ទាល់ខ្លួនហើយបន្ទប់ធំជាងគេនៅក្នុងផ្ទះនេះគឺជា Master Bedroom ឬបន្ទប់មេគ្រួសារដែលមានលក្ខណៈធំទូលាយអមមុខជាមួយនឹងការដេក័រដ៏ទាក់ទាញនៅបន្ទប់ដាក់សម្លៀកបំពាក់ទូសំអាងនិងទូតាំងទូរទស្សន៍ហើយបើនិយាយពីបន្ទប់ទឹកវិញធំទូលាយមែនតើបងប្អូនទាំងអស់គ្នាដែលសង់តែស្មើបន្ទប់គេងមួយតែម្ដងក្រឡេកមកចាប់អារម្មណ៍ទ្វារបន្ទប់គេងនេះវិញបងប្អូនទាំងអស់គ្នាក៏ធំទូលាយដែរងាយស្រួលក្នុងការបើកទុកដាក់សម្ភារៈចេញចូលហើយកាន់តែពិសេសបំពាក់មកនៅ Smart Key ទៀតចំណុចពិសេសមួយទៀត Master Bedroom នេះក៏មានវេរណ្ដាខាងមុខធំទូលាយដែលបងប្អូនទាំងអស់គ្នាអាចចេញចូលស្រូបយកខ្យល់អាកាសល្អបរិសុទ្ធដើម្បីជួយបន្ធូរបន្ថយភាពតានតឹងបានផងដែរបន្ទប់ជាបន្តដែលស្ថិតនៅជាន់ទី1នេះផងដែរត្រូវបានរចនាដេក័រជាបន្ទប់ធ្វើការដែលជាការបំផុសគំនិតនៅក្នុងការរស់នៅឲ្យកាន់តែងាយស្រួលសម្រាប់ផ្នែកខាងក្រោយនេះគឺជាបន្ទប់គេងបន្ថែមមួយទៀតឬបន្ទប់សមាជិកគ្រួសារក៏មានលក្ខណៈធំទូលាយផងដែរជាមួយនឹងការរចនាប័ទ្មបង្អួចធំនាំមកនៅពន្លឺធម្មជាតិយ៉ាងគ្រប់គ្រាន់ដែលមិនធ្វើឲ្យបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាធុញថប់នៅក្នុងការរស់នៅនោះឡើយតោះឥឡូវនេះយើងទៅមើលជាន់ទី2វិញម្ដងថាតើមានរចនាប័ទ្មពិសេសយ៉ាងណាអញ្ជើញមកកាន់បន្ទប់ជួបជុំគ្រួសារនៅជាន់ទី2កាន់តែទូលាយបូករួមនឹងបន្ទប់ Entertainment Room និងបន្ទប់ហាត់ប្រាណហើយផ្ដល់នូវភាពឯកជនស័ក្តិសមបំផុតសម្រាប់ការជួបជុំឬពិភាក្សាការងាររបស់លោកអ្នកConcept នៃការរចនាម៉ូដប្លង់បែបនេះគឺជាបំផុសគំនិតប្រកបដោយផាសុកភាពនិងកិត្យានុភាពក្នុងការរស់នៅដើម្បីស័ក្តិសមនឹងឈ្មោះនៃ Villa Ketsa នេះតែម្ដងសម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់ការិយាល័យលក់គម្រោងឯកដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ60ម៉ែត្រឬលោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោមនេះ